តោះយើងមកមើលការរៀបចំការងាររដ្ឋបាលរបស់យើងឲ្យស្អាតយើងមើលនៅក្នុងនេះវាអត់ចំវាអត់ស្មើអឺទូនាទីវាអត់ស្មើអីប្រធានអញ្ចឹងមកលេខទូរស័ព្ទវានៅអត់ស្មើអីផ្សេងៗអញ្ចឹងមកណាហ្នឹងហើយអត់ស្មើទេហើយបើសិនជាយើងរំកិលយើងចុចអញ្ចឹងវាយូរហើយវាអត់ស្មើទៀតឃើញអត់គេយើងចុច space ឬចុច tab ទៅវាអូខេមកចុច tab វាបានអត់អូខេនេះខលលេខទូរស័ព្ទបាទអញ្ចឹងវាចុចញីញ៉ាយច្រើនដងអញ្ចឹងណាវាអត់លឿននឹងចង់មានន័យថាយើងធ្វើអញ្ចឹងក៏បានដែរប៉ុន្តែវាមិនលឿននឹងហើយវាលឿនអានេះយើងចុច tab បានដល់ណាវាចុចកន្លែងនេះគឺវាអត់តន់ផុតទេអូខេយើងមើលអានេះវាឃើញស្មើល្អវាចុចមក switch ស្មើល្អតែម្ដងត្រង់ល្អមែនតើបាទល្អហ្នឹងហើយតើយើងធ្វើមិនដើម្បីឲ្យវាបានស្មើបែបនឹងត្រង់មកក្រោមហើយយើងធ្វើការងារលឿនអូខេអញ្ចឹងយើងមកមើលចាំតិចខ្ញុំ copy លេខទូរស័ព្ទដាក់មួយទៀតមកនឹងហើយថាតើធ្វើមិនដើម្បីឲ្យវាលឿនការងារលឿនអញ្ចឹងយើងត្រូវប្រើ type អូខេអញ្ចឹងក្បួននៃការប្រើ type យើង select វាទាំងអស់មកអូខេយើងចុចមើល type នេះអូខេយើងមើលយកសញ្ញាអក្សរ L ហ្នឹងយើងចង់នេះដាក់ត្រង់ណាដាក់នេះមួយមកវាស្មើអូខេដាក់នឹងមួយមកអានេះដាក់នេះមួយទៀតមកអូ sorry ចាំតិចនឹងមួយមកអានេះដាក់នៅនេះមួយមកគេយើងដាក់ស្មើចំអញ្ចឹងណាយើងមើលសេរីនឹងស្មើដាក់នេះមួយទៀតមកនេះដាក់នៅទទួលបន្ទុកមួយទៀតមកយើងចង់ឲ្យវាស្មើអញ្ចឹងយើងចង់សេរីបន្ទុកលេខណាយើងដាក់ចំលេខ14យើងដាក់ tab នឹងមួយទៀតមកចាំតិចអូខេអញ្ចឹងចុចធ្វើម៉េចឲ្យវាមានអាសញ្ញា LL ហ្នឹងណាដើម្បីងាយស្រួលយើងចុចtab អូខេអញ្ចឹងរួចរាល់ចេញយើងសេរីមកឲ្យមើលលេខទូរស័ព្ទអូខេចឹងយើងគាត់ចុច tab អក្សរនៅខាងឆ្វេងដៃ TAB ហ្នឹងអូខេចុចប៉ុណ្ណឹងចុច tab មួយមកអូខេឃើញអត់ចឹងល្អលុបបញ្ចុះសិនវាឃើញអត់ចឹងវារត់ស្មើត្រង់ល្អមែនតើអានេះដូចជាសមាជិកអូខេចុច tab មួយមកឃើញអត់ជិះស្អាតអានេះក្រែងលោវាវែងពេកគេនៅវែងពេកហើយសិនបើយើងអាចស្រីអីក្រោយមកអូខេយើងមើលអានេះសមាជិកអនុប្រធានអូខេអញ្ចឹងឃើញស្មើស្អាតពីងាយស្រួលបើដូចមុនយើងអីចុចអីស្រំកិលអី backspace ឬក៏ម្កិលទៅមុខច្រើនដងអញ្ចឹងវាពិបាកយើងឥឡូវអត់ចុច tab មកគឺស្មើតែម្ដងអូខេអញ្ចឹងនេះគឺរបៀបនៃការប្រើ tab ដើម្បីឲ្យភាពងាយស្រួលរបស់យើងធ្វើការងារលឿនស្អាតឃើញស្មើអត់យើងអត់ខុសគ្នាទេអញ្ចឹងមើលតម្រឹមស្មើស្អាតអត់មានខុសគ្នាទាំងអស់បើយើងចុចspace វាអត់ស្មើគ្នាទេវាធ្វើឲ្យយើងចំណាយពេលក្នុងការលំបាកអូខេចឹងចំណាំយើងទីមួយគឺយើងមើលអានេះអក្សរ L អក្សរ L ហ្នឹងយើងចង់វាតម្រឹមត្រឹមណាយើងចុចយើងឲ្យចុចនៅកន្លែងជ្រុងនេះមានសញ្ញា left tab នឹងហើយបន្ទាប់មកយើងចង់ដាក់វាឲ្យចុច tab ត្រឹមណានឹងមួយឬក៏ឲ្យត្រឹមអានឹងមួយនឹងមួយជាងមុនយើងងាយស្រួលយើងចុចទៅវារត់ស្មើល្អបាទអូខេអញ្ចឹងមានប៉ុណ្ណឹងទេរបៀបនៃការប្រើ tab ឲ្យវាការងាររដ្ឋបាលរបស់យើងស្អាត